នៅក្នុង podcast មួយនេះយើងនឹងស្វែងយល់អំពីសិល្បៈនៃការធ្វើការងារដែលមានផលិតភាពដែលមិនមែនជាការធ្វើការគ្រាន់តែរវល់មួយមុខទេប៉ុន្តែជាការធ្វើការមួយដែលមានផលិតភាពដែលអាចបង្ហាញពីបច្ចេកទេសរបស់យើងមួយចំនួនក្នុងការផ្លាស់ប្ដូរដើម្បីបង្កើនឲ្យសន្ទុះនៃការងាររបស់យើងនឹងទទួលបានលទ្ធផលមួយល្អប្រសើរជាងមុនហើយចំណុចមួយចំនួនទៀតគឺយើងនឹងបានដឹងអំពីនៅ4ចំណុចខាងក្រោមនេះដែរទី1គឺរបៀបដែលអាចជួយឲ្យយើងហ្នឹងធ្វើការងារដែលចេញលទ្ធផលមកកាន់តែប្រសើរទី2គឺយុទ្ធសាស្ត្រដើម្បីបញ្ចូលធម៌ពលនៅក្នុងខួរក្បាលរបស់យើងឡើងវិញនៅពេលដែលខួរក្បាលរបស់យើងហ្នឹងចាប់ដើមគាំងទី3គឺភាពស៊ីសង្វាក់គ្នារវាងរបបអាហារនិងផ្លូវចិត្តរបស់យើងរួមទាំងខួរក្បាលរបស់យើងផងដែរទី4គឺបច្ចេកទេសដើម្បីធ្វើឲ្យកន្លែងការងារនោះកាន់តែមានប្រសិទ្ធភាពនឹងខ្ពស់បំផុតតោះអញ្ចឹងយើងចាប់ផ្ដើមពីចំណុចទី1សិនដែលគេនិយាយអំពីការបង្កើននៅធម៌ពលអញ្ចឹងសួរមួយមើលបងប្អូនតើបងប្អូនទាំងអស់គ្នាធ្លាប់មានអារម្មណ៍ទេថានៅពេលថ្ងៃហ្នឹងយើងហាក់ដូចជាមានអារម្មណ៍ថាធ្ងន់ខ្លួនធុញថប់ដូចយកថ្មប្រមាណដុំមកដាក់នៅលើស្មារបស់យើងអញ្ចឹងហើយការដែលយើងធុញថប់ហ្នឹងគឺចាប់តាំងពីព្រឹកហ្នឹងមកហ្មងគ្រាន់តែយើងងើបពីគេងមកភ្លាមគឺយើងចាប់ដើមមានអារម្មណ៍ហ្នឹងតើបងប្អូនអរគ្នាហ្នឹងធ្លាប់អត់អញ្ចឹងកន្លែងត្រង់នេះគេបាននិយាយថាប្រកាសណាយើងទាំងអស់គ្នាប្រហែលជាអាចនឹងធ្លាប់អញ្ចឹងគឺដោយសារតែនៅក្នុងសម័យ digital នេះនិយាយរួមទៅគឺការដែលយើងទៅមើលសារផ្សេងទៀតដែលលោតនៅក្នុងទូរស័ព្ទរបស់យើងមានន័យថាយើងគ្រាន់តែងើបប៉បភ្លាមយើងអត់មានទៅធ្វើអីទេគឺយើងចាប់កាន់ទូរស័ព្ទរបស់យើងដោយយើងបើកទៅមើលសារផ្សេងទៀតដែលនៅក្នុង email របស់យើងនៅក្នុង Telegram នៅក្នុង Messenger WhatsApp WeChat លាក់ដែលថាយើងងើបភ្លាមមានន័យថាយើងអត់ទៅធ្វើអីផ្សេងទេយើងទៅចាប់ផ្ដើមកាន់ទូរស័ព្ទរបស់យើងដោយយើងមើលទៅលើសារព័ត៌មានផ្សេងទាំងអស់ហ្នឹងអញ្ចឹងហើយអាហ្នឹងហើយដែលវាធ្វើឲ្យយើងនឹងមានអារម្មណ៍ធុញថប់វាមានអារម្មណ៍ថាមានបញ្ហាតាំងពីផឹកមកហ្មងអញ្ចឹងណាយ៉ាអញ្ចឹងកន្លែងត្រង់ហ្នឹងក៏ចង់ឲ្យយើងទាំងអស់គ្នាបានចាប់អារម្មណ៍មើលព្រោះពេលខ្លះដឹងថាយើងពិតជាចង់ទៅ check មើលវាហើយដើម្បីយើងសម្រួលការងាររបស់យើងកុំឲ្យរវល់ប៉ុន្តែពេលខ្លះវាទៅជាធ្វើឲ្យអារម្មណ៍របស់យើងនឹងវាមានភាពតានតឹងនៅពេលដែលយើងចាប់ផ្ដើមមើលវាតាំងពីផឹកមកហើយពេលខ្លះក៏អាចធ្វើឲ្យយើងហ្នឹងមានភាពរវល់មួយដែលគេហៅថារវល់ដែលគ្មានប្រសិទ្ធភាពហើយកន្លែងត្រង់នេះគេក៏ចង់ឲ្យយើងនឹងដឹកមួយទៀតថាការដែលយើងធ្វើការងាររហូតជាប់ពេកអត់មានពេលសម្រាកអត់មានពេលអីហ្នឹងអាហ្នឹងក៏ធ្វើឲ្យវាអត់មានប្រសិទ្ធភាពដែរព្រោះអីដោយសារតែអាភាពស្មុគនៅក្នុងខ្លួនរបស់យើងហ្នឹងវាចាប់ផ្ដើមចេញមកអញ្ចឹងវាក៏ធ្វើឲ្យខួរក្បាលរបស់យើងហ្នឹងគឺមិនអាចធ្វើការហ្នឹងបានល្អដែរដោយសារតែអ្នកវិទ្យាសាស្ត្រមួយចំនួនគេបានរកឃើញថាចេះការដែលយើងគេងបានល្អស្កប់ស្កល់អាហ្នឹងក៏ជាវិធីមួយដែលបង្កើនការផ្ដោតរបស់យើងហ្នឹងឲ្យមានអារម្មណ៍ល្អដែរហើយដល់ពេលមួយទៀតគឺចំណុចមួយទៀតគឺការញ៉ាំអាហារក៏វាអាចជួយឲ្យយើងនឹងមានថាមពលខួរក្បាលឬក៏សុខភាពយើងល្អទៅវាអាចជួយផងយើងដែរអញ្ចឹងចំណុចមួយចំនួននៅខាងលើហ្នឹងគឺជាកត្តាមួយដែលគ្រាន់តែកំណត់ថាតើគុណភាពនៃលទ្ធផលរបស់យើងនឹងវាចេញទៅតាមណាខ្លះអញ្ចឹងណាអញ្ចឹងហើយបានគេចង់និយាយថានៅពេលដែលយើងគេតែងតែនិយាយថាចេះនៅពេលដែលផឹកឡើងយើងត្រូវតែកំណត់ទៅហើយថាយើងផឹកឡើងយើងធ្វើឲ្យគេខ្លះយើងមិនអាចថាងើបពីគេងភ្លាមដោយបើកសារមើលទេអញ្ចឹងពេលខ្លះក៏ធ្វើឲ្យអារម្មណ៍របស់យើងអត់ល្អដោយសារតែយើងបើកមើលវាមិនអាចតែមានរឿងដែលល្អរហូតទេវាក៏អាចមានជាបញ្ហាដែលយើងត្រូវដោះដែរអញ្ចឹងពេលណាដែលយើងចាប់ផ្ដើមស្មុគតាំងពីផឹកមកវាក៏ធ្វើឲ្យខួរក្បាលយើងក្នុងថ្ងៃហ្នឹងពេញមួយថ្ងៃហ្នឹងគឺអត់អាចបដោះបានទេអញ្ចឹងកន្លែងត្រង់នេះគេគ្រាន់ចង់ឲ្យយើងនឹងចេះសួរសំណួរថាតើយើងត្រូវការធ្វើការឲ្យបានច្រើនម៉ោងទៀតដើម្បីយើងទទួលបាននៅលទ្ធផលមួយល្អឬក៏យើងត្រូវធ្វើការតារយៈពេល2ម៉ោងឬក៏3ម៉ោងទេប៉ុន្តែវាមានគុណភាពខ្ពស់ដោយសារតែនៅក្នុងនេះគេចង់ឲ្យយើងនឹងបានដឹងថាផ្នត់គំនិតរបស់យើងគឺតែងតែគិតថាការធ្វើការងារច្រើនម៉ោង
នឹងគឺវាធ្វើឲ្យយើងនឹងទទួលបាននូវលទ្ធផលល្អប៉ុន្តែកន្លែងនេះក៏យើងត្រូវផ្លិចមួយថាដោយសារតែយើងនឹងផ្ដោតទៅលើរបៀបច្រើនម៉ោងពេកហើយពេលខ្លះយើងអត់ដឹងថាតើអាចច្រើនម៉ោងហ្នឹងវាគ្រាន់តែជួយឲ្យយើងរវល់ឬក៏វាពិតជាជួយដល់លទ្ធផលយើងនឹងឲ្យចេញមកល្អមែនអញ្ចឹងហើយនៅខាងក្រោមនេះគេចង់ឲ្យយើងនឹងអាចអនុវត្តបានដោយសារតែគេមានលក្ខខណ្ឌមួយចំនួនដែលអាចធ្វើឲ្យការងាររបស់យើងនឹងមានលទ្ធភាពល្អប្រសើរជាងមុនអញ្ចឹងទី1គឺយើងត្រូវតែជ្រើសរើសម៉ោងដែលខួរក្បាលយើងនឹងសកម្មបំផុតឧទាហរណ៍ថាអ្នកខ្លះគឺគាត់សកម្មនៅពេលព្រឹកពេលថ្ងៃឬក៏ពេលយប់អញ្ចឹងទៅអញ្ចឹងនៅពេលដែលយើងដឹងពីម៉ោងដែលយើងខួរក្បាលយើងសកម្មហើយយើងអាចយករឿងដែលសំខាន់ការងារដែលសំខាន់ហ្នឹងទៅគិតនៅក្នុងពេលម៉ោងហ្នឹងអញ្ចឹងណាទី2គឺយើងបិទរាល់ការរំខានពីការលោតសារផ្សេងទៀតហ្នឹងពីក្នុងទូរស័ព្ទរបស់យើងព្រោះឯនៅពេលដែលយើងធ្វើការងារសំខាន់យើងអាចឲ្យវានឹងមកលោតមកហើយព្រោះតែលោតមកយើងប្រកាសជាងាកមើលហើយតែយើងងាកមើលគឺពេលហ្នឹងហើយដែលយើងបាត់ការបដោតហ្នឹងតិចទី3គឺយើងកំណត់យកការងារសំខាន់ណាមួយយកមកធ្វើហើយទី4គឺយើងរកកន្លែងមួយដែលយើងអាចធ្វើឲ្យខ្លួនយើងនឹងបដោតបានស៊ីជម្រៅអញ្ចឹងអា4ចំណុចនេះគឺជា4ចំណុចដែលធ្វើឲ្យយើងធ្វើការតិចម៉ោងហើយយើងមានលទ្ធផលមួយដែលល្អប្រសើរជាងមុនដែលយើងមិនមែនគ្រាន់តែចាយម៉ោងច្រើនក្នុងការធ្វើការងារប៉ុន្តែការងារនីមួយៗហាក់ដូចជាអត់មានប្រសិទ្ធភាពនោះទេកន្លែងត្រង់នេះគេគ្រាន់តែចង់ឲ្យយើងនឹងបានដឹងមួយទៀតថាយើងអត់ចាំបាច់ធ្វើការពេញមួយថ្ងៃទេដើម្បីភាពរីកចម្រើនភាពជោគជ័យរបស់យើងប៉ុន្តែបើសិនជាយើងធ្វើការត្រឹមត្រូវហើយនៅក្នុងពេលវេលាមួយត្រឹមត្រូវអាហ្នឹងក៏វាគ្រប់គ្រាន់ដែរដែលធ្វើឲ្យផលិតភាពនៃការងាររបស់យើងនឹងវាល្អប្រសើរវាឬក៏វាកើនឡើងចឹងទៅចំណុចទី2នេះយើងនឹងនិយាយអំពីការជ្រើសរើសដោយយើងនឹងមានគោលបំណងមួយច្បាស់លាស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងតែងតែជួបរឿងសំខាន់ដែលត្រូវធ្វើការសម្រេចចិត្តដូច្នេះហើយយើងត្រូវដឹងថាបើការសម្រេចចិត្តរបស់យើងមិនបានត្រឹមត្រូវយើងក៏គួរតែដឹងថាសូម្បីតែរឿងដែលតូចមួយក៏អាចប៉ះពាល់ទៅដល់លទ្ធផលធំរបស់យើងនៅពេលក្រោយបានដែរហើយបើសិនជាយើងនិយាយឲ្យសាមញ្ញទៅគឺអញ្ចេះជីវិតរបស់យើងវាស្មើនឹងលទ្ធផលនៃការសម្រេចចិត្តរបស់យើងដែលយើងធ្វើការសម្រេចចិត្តទៅរឿងទូចរបស់យើងជារៀងរាល់ថ្ងៃនឹងឯងនេះគឺជាឧទាហរណ៍តូចមួយដើម្បីឲ្យយើងងាយយល់ណាអញ្ចឹង David គឺគាត់កំពុងតែធ្វើរបាយការណ៍សំខាន់មួយប៉ុន្តែនៅពេលដែលគាត់កំពុងតែធ្វើហ្នឹងគាត់ក៏នឹកឃើញថាគាត់ដូចជាមានអ៊ីមែលសំខាន់មួយដែរដែលគាត់ត្រូវបើកមើលអញ្ចឹងនៅពេលហ្នឹងគាត់ក៏ជ្រើសរើសទៅបើកមើលនៅអ៊ីមែលមួយនោះហើយនៅពេលដែលគាត់បើកមើលអ៊ីមែលហ្នឹងវាមិនមែនត្រឹមតែឲ្យគាត់នឹងបើកមើលអ៊ីមែលហ្នឹងហើយគាត់ត្រូវបញ្ចប់ទេគាត់ក៏បានទៅមើលឃើញអ៊ីមែលផ្សេងជាច្រើនទៀតអញ្ចឹងគាត់ក៏បែរជាភ្លេចថាគាត់នឹងកំពុងតែធ្វើរបាយការណ៍សំខាន់មួយហ្នឹងហើយរបាយការណ៍សំខាន់ហ្នឹងគឺជាអ្វីដែលគាត់ត្រូវធ្វើការសម្រេចចិត្តនឹងឯងអញ្ចឹងមានន័យថាគាត់ត្រូវតែធ្វើរបាយការណ៍ហ្នឹងតែគាត់បែរជាភ្លេចនៅពេលដែលគាត់ចូលទៅបើកអ៊ីមែលអញ្ចឹងគាត់ក៏បានចូលទៅមើលឆ្លើយអ៊ីមែលផ្សេងទៀតហើយបើសិនជាយើងមើលទៅអ៊ីមែលទាំងអស់នោះគឺវាតាក់ទងនឹងរឿងទូចទេប៉ុន្តែអ៊ីមែលដែលសំខាន់ហ្នឹងគាត់បើកមើលហើយគាត់ក៏បានជាប់រវល់នឹងអ៊ីមែលទូចជាច្រើនទៀតអញ្ចឹងណាដល់ពេលអញ្ចឹងទៅគាត់ក៏បាត់បង់ការផ្ដោតពីការងារសំខាន់របស់គាត់នឹងវិញអញ្ចឹងចំណុចនៅរឿងនេះគឺគេចង់ឲ្យយើងដឹងថាមិនឲ្យយើងនឹងយល់ច្រឡំថាការងារទូចហ្នឹងវាមិនសំខាន់ទេប៉ុន្តែជំរើសនៅពេលនោះហ្នឹងវាបានធ្វើឲ្យគាត់នឹងបានផ្លាស់ប្ដូរទិសដៅនៃការងាររបស់គាត់ឬក៏ទិសដៅនៃរឿងដែលគាត់ត្រូវធ្វើបាត់ហើយអញ្ចឹងមេរៀននេះក៏ចង់បង្រៀនហ្នឹងឲ្យយើងយល់ឃើញថាចេះបង្រៀនយើងហ្នឹងឲ្យយើងឃើញថាការសម្រេចចិត្តមិនមែនគ្រាន់តែពេលដែលយើងត្រូវសម្រេចចិត្តទេក៏ប៉ុន្តែវាគឺជាឱកាសល្អឬក៏ឱកាសមាសដើម្បីឲ្យយើងណាដឹងខ្លួនថាយើងត្រូវត្រឡប់ទៅផ្ដោតទៅលើរឿងសំខាន់និងជ្រើសរើសអ្វីដែលសំខាន់ពិតប្រាកដហើយយើងត្រូវតែចេះគ្រប់គ្រងខ្លួនឯងដែរខាងក្រោមនេះគឺជា3ចំណុចយុទ្ធសាស្ត្រសំខាន់ដែលអាចជួយយើងដែរទី1គឺមើលឲ្យឃើញថាពេលណាដែលយើងត្រូវធ្វើការសម្រេចចិត្ត
ព្រោះវាគឺជាឱកាសល្អឬក៏ឱកាសមាសមួយដូច្នេះរាល់ពេលដែលយើងត្រូវសម្រេចចិត្តជ្រើសរើសអីមួយយើងត្រូវសួរខ្លួនឯងថាតើរឿងហ្នឹងណាវាជួយដល់គោលដៅយើងអត់បើសិនជាវាជួយដល់គោលដៅយើងជ្រើសរើសយកវាទៅតែបើវាអត់ជួយទេយើងត្រូវដឹងពេលថាអូពេលហ្នឹងគឺពេលដែលយើងត្រូវផ្ដោតមកលើរឿងសំខាន់របស់យើងវិញហើយទី2គឺរៀបចំការរំពឹងទុកហ្នឹងជាមុនដោយត្រូវកំណត់ឲ្យខ្លួនឯងហ្នឹងដឹងថានៅពេលដែលយើងធ្វើការងារសំខាន់ណាអីគេដែលវានឹងមករំខានយើងហើយនៅពេលណាដែលយើងនឹងងាយនឹងបាត់បង់នៅការបដោតរបស់យើងអញ្ចឹងយើងក៏ត្រូវដឹងដែរបើឧទាហរណ៍ថានៅពេលដែលយើងធ្វើការងារសំខាន់បើសិនជាមានតែការលោតសារមួយណាចេញមកពឹបអាហ្នឹងវារំខានយើងវាធ្វើឲ្យខួរក្បាលយើងហ្នឹងចាប់ផ្ដើមលេងបដោតអញ្ចឹងយើងបិទនៅពេលដែលយើងធ្វើការងារសំខាន់យើងចាប់ផ្ដើមបិទnotification ហ្នឹងចេញទៅហើយយើងធ្វើការបដោតហើយរឿងមួយទៀតដែលយើងត្រូវដឹងហ្នឹងណាតើខួរក្បាលរបស់យើងហ្នឹងវាដើរដំណើរការល្អនៅពេលណាបើសិនជាវាដើរដំណើរការល្អនៅពេលព្រឹកអញ្ចឹងយើងយករឿងសំខាន់ហ្នឹងមកធ្វើពេលព្រឹកបើវាដើរពេលថ្ងៃយើងយកមកធ្វើពេលថ្ងៃបើពេលយប់គឺយើងយកវាមកធ្វើពេលយប់អញ្ចឹងអាហ្នឹងយើងត្រូវដឹងខ្លួនយើងកន្លែងហ្នឹងដែរទី3ធ្វើការជ្រើសរើសដោយមានស្មារតីមួយចេះវិនិច្ឆ័យឲ្យបានច្បាស់លាស់ដោយកុំធ្វើអីតាមតែចិត្តដែលយើងគិតថាវាគឺជារឿងបន្ទាន់ដែលវាចូលមកហើយអញ្ចឹងយើងត្រូវតែបញ្ញាធ្វើវាឬក៏បញ្ញាសម្រេចចិត្តប៉ុន្តែយើងត្រូវតែដឹងថាអ្វីដែលយើងត្រូវធ្វើពិតប្រាកដណាមិនមែនជារឿងបន្ទាន់ទេប៉ុន្តែគឺជារឿងដែលសំខាន់សម្រាប់គោលដៅធំរបស់យើងអញ្ចឹងយើងត្រូវតែផ្លាស់ប្ដូរនៅផ្នត់គំនិតរបស់យើងណាពីការគិតបែបអញ្ចេះរឿងអីដែលមករយខ្ញុំមុនគេខ្ញុំត្រូវតែធ្វើរឿងហ្នឹងដែរខ្ញុំត្រូវតែធ្វើរឿងហ្នឹងមុនមកប៉ុន្តែយើងត្រូវបដូរទៅអញ្ចេះវិញខ្ញុំត្រូវតែចេះជ្រើសរើសអ្វីដែលសំខាន់សម្រាប់ខ្ញុំនៅពេលដែលយើងធ្វើដូចអញ្ចឹងណាយើងនឹងរស់នៅដោយមានការកំណត់មួយច្បាស់លាស់មានការជ្រើសរើសមួយបានត្រឹមត្រូវនោះវាធ្វើឲ្យយើងនឹងមិនមែនគ្រាន់តែជាមនុស្សម្នាក់ដែលរវល់ប៉ុន្តែវាធ្វើឲ្យយើងនឹងជាមនុស្សម្នាក់ដែលមានប្រសិទ្ធភាពហើយដំណើរការជីវិតរបស់យើងក៏នឹងច្បាស់លាស់ឡើងទៅនឹងដែរជាងសារចុងក្រោយនៃចំណុចទី2នេះគឺជោគជ័យមិនមែនកើតពីការងារធំតែមួយប៉ុណ្ណោះទេប៉ុន្តែវាកើតចេញពីការសម្រេចចិត្តទូចដែលត្រឹមត្រូវជារៀងរាល់ថ្ងៃរបស់យើងដែរអញ្ចឹងរាល់ពេលដែលយើងត្រូវជ្រើសរើសសំណួរដែលចាំបាច់ត្រូវសួរខ្លួនឯងគឺរឿងនេះវានាំឲ្យខ្ញុំហ្នឹងទៅដល់គោលដៅសំខាន់នៃជីវិតរបស់ខ្ញុំដែរឬទេចំណុចទី3យើងនឹងនិយាយអំពីការបំពេញនៅថាមពលឲ្យទៅខួរក្បាលរបស់យើងដើម្បីយើងទទួលបាននូវលទ្ធផលល្អដោយសារតែរាល់ថ្ងៃនេះយើងត្រូវប្រឈមមុខនឹងការងារឬក៏ការសម្រេចចិត្តជាច្រើនហើយជាច្រើនដងដែរក៏យើងនឹងតែងតែសួរខ្លួនយើងថាចេះតើធ្វើដូចម្ដេចដើម្បីឲ្យយើងណាអាចគ្រប់គ្រងរឿងទាំងអស់នឹងឲ្យមានប្រសិទ្ធភាពព្រោះពេលខ្លះច្រើនពេកក៏ធ្វើឲ្យយើងនឹងវល់ដែរហើយវល់យើងក៏តែងតែសួរដែរថាធ្វើមិនទៅបើខ្ញុំអាចគ្រប់គ្រងវានឹងមានប្រសិទ្ធភាពបានអញ្ចឹងចម្លើយនឹងគឺអញ្ចេះគេនៅតែចង់ឲ្យយើងនឹងដឹងខ្លួនថាវាមិនមែនជាម៉ោងដែលយើងធ្វើការប៉ុន្តែវាស្ថិតនៅការដែលយើងនឹងអាចយល់ដឹងអំពីថាមពលរបស់ខួរក្បាលយើងអញ្ចឹងវិលទៅវិលមកគឺត្រឡប់ទៅខាងចំណុចខាងលើនឹងដដែលមានន័យថាមិនមែនត្រឹមតែម៉ោងមិនមែនត្រឹមតែរវល់មិនត្រឹមតែធ្វើនឹងបានច្រើនប៉ុណ្ណាប៉ុន្តែយើងត្រូវដឹងច្បាស់អំពីប្រសិទ្ធភាពនៃថាមពលខួរក្បាលរបស់យើងនិងការបដោតរបស់យើងអញ្ចឹងកន្លែងនេះគេចង់ឲ្យយើងដឹងថាខួរក្បាលរបស់យើងណាវាក៏ដូចទៅនឹងរាងកាយរបស់យើងដែរមានន័យថានៅពេលដែលយើងប្រើកម្លាំងខ្លាំងរាងកាយរបស់យើងហត់អញ្ចឹងខួរក្បាលរបស់យើងក៏វាដូចគ្នាវាក៏ចេះហត់ដែរដូច្នេះហើយយើងត្រូវតែដឹងមិនមែនគ្រប់ការងារទាំងអស់ហ្នឹងសិតតែវាផ្ដល់ថាមពលឲ្យខួរក្បាលរបស់យើងឯងការងារខ្លះវាផ្ដល់ថាមពលតែការងារខ្លះទៀតវាធ្វើឲ្យយើងហ្នឹងហត់ហើយបាត់ការបដោតហើយយើងត្រូវដឹងតែកាលណាខួរក្បាលយើងគិតតែរឿងច្រើនពេកវាប្រកាសជាហត់ដូចគ្នាព្រោះអីដូចយើងរត់ចឹងកាលណាយើងរត់រាងកាយរបស់យើងហត់អញ្ចឹងខួរក្បាលយើងក៏ដូចគ្នាអញ្ចឹងកន្លែងនេះគេនិយាយថាចេះ
រឿងមួយទៀតគឺអារម្មណ៍របស់យើងវាក៏ស្មើទៅនឹងធម៌ពលខួរក្បាលរបស់យើងដែរពេលដែលអារម្មណ៍របស់យើងចាប់ផ្ដើមពិបាកចិត្តបារម្ភព្រួយរសាប់រសល់អញ្ចឹងវាក៏ធ្វើឲ្យខួរក្បាលរបស់យើងហ្នឹងគិតអីក៏អត់សូវច្បាស់លាស់ដែរហើយនៅពេលដែលអារម្មណ៍របស់យើងចាប់ផ្ដើមហត់នឿយវាក៏ធ្វើឲ្យការធ្វើការរបស់យើងហ្នឹងអត់មានប្រសិទ្ធភាពដែរហើយនៅពេលដែលយើងមានកម្លាំងចិត្តមួយមានន័យថាយើងសុបាយចិត្តយើងរីករាយយើងរំភើបអញ្ចឹងខួរក្បាលរបស់យើងវាចាប់ផ្ដើមសកម្មហើយវាក៏ចាប់ផ្ដើមមានធម៌ពលឡើងវិញដែរដូច្នេះហើយបានគេចង់និយាយថាស្ថានភាពនៃផ្លូវចិត្តរបស់យើងអារម្មណ៍វាសំខាន់ជាងពេលវេលាដែលយើងចំណាយនៅក្នុងការធ្វើអានេះយើងអាចឧទាហរណ៍ថាថ្ងៃដែលយើងមាន meeting ជាប់គ្នាច្រើនហើយយើងត្រូវគិតច្រើនយើងត្រូវសម្រេចចិត្តច្រើនហើយប្រកាសហើយកាលណាពេលដែលយើងជាប់ប្រជុំច្រើនពេកអារម្មណ៍របស់យើងហត់យើងធុញហើយខួរក្បាលរបស់យើងក៏ចាប់ផ្ដើមញ៉ៃញ៉ៃហើយនៅពេលដែលយើងត្រូវគិតត្រូវសម្រេចចិត្តច្រើនទៀតវាកាន់តែធ្វើឲ្យខួរក្បាលរបស់យើងមានសម្ពាធអញ្ចឹងប្រកាសណាស់ថ្ងៃហ្នឹងគឺជាថ្ងៃដែលគ្មានប្រសិទ្ធភាពទេសម្រាប់ការសម្រេចចិត្តរបស់យើងព្រោះដោយសារយើងចំណាយពេលចំណាយវេលាហ្នឹងនៅលើរឿងហ្នឹងច្រើនខ្លាំងណាស់អញ្ចឹងហើយដែលគេហ្នឹងចង់ឲ្យយើងហ្នឹងក៏ដឹងខ្លួនថាពេលដែលយើងធ្វើការមានន័យថាមិនមែនធ្វើការរបៀបដូចថាប្រជុំជាប់គ្នារហូតទេអញ្ចឹងយើងត្រូវមានការប្រជុំបែបមានថ្ងៃច័ន្ទប្រជុំអីគេអង្គារប្រជុំអីគេពុធប្រជុំអីគេបើសិនជាយើងពិតជាមានការងារប្រជុំច្រើនតែมันអាចជាប់គ្នាទេព្រោះតែជាប់គ្នាគឺវាធម៌ពលរបស់យើងនឹងវាបាត់ហើយគ្រាន់តែអង្គុយគ្រាន់តែយើងអង្គុយប្រជុំហើយយើងអត់ធ្វើអីផងក៏យើងមានអារម្មណ៍ថាយើងហត់ដែរអញ្ចឹងតម្រាំតែយើងគឺជាអ្នកដែលត្រូវគិតត្រូវសម្រេចចិត្តនៅលើរឿងអីផ្សេងទៀតខ្ញុំគិតថាវាពិតជាហត់នឿយខ្លាំងមែនទែនអញ្ចឹងគន្លឹះសំខាន់នៅក្នុងនេះគឺការដឹងខ្លួនថាការងារណាដែលធ្វើឲ្យយើងនឹងហត់ហើយការងារណាដែលធ្វើឲ្យយើងនឹងមានធម៌ពលអញ្ចឹងចេះបែងចែកអញ្ចឹងខាងក្រោមនេះគេឲ្យតិចនិច3ចំណុចទៀតដើម្បីធ្វើឲ្យការធ្វើការរបស់យើងនឹងមានផលិតភាពអញ្ចឹងទី1គឺយើងត្រូវតែគ្រប់គ្រងនៅធម៌ពលខួរក្បាលរបស់យើងដោយកុំគិតតែពីម៉ោងដែលយើងត្រូវធ្វើការច្រើនឬក៏តិចប៉ុន្តែយើងត្រូវគិតថាពេលណាដែលយើងមានកម្លាំងមានធម៌ពលខ្លាំងក្នុងការគិតទី2គឺយើងគ្រប់គ្រងអារម្មណ៍របស់យើងមុននឹងយើងធ្វើការងារសំខាន់ដោយយើងត្រូវតែសួរខ្លួនឯងថាតើអារម្មណ៍របស់ខ្ញុំពេលនេះខ្ញុំមានអារម្មណ៍ថាខ្ញុំធូរស្រាលឬក៏ខ្ញុំតានតឹងព្រោះអីបើសិនជាយើងកំពុងតែតានតឹងហើយយើងទៅធ្វើការងារសំខាន់ទៀតប្រកាសណាស់ការងារសំខាន់ហ្នឹងវាមិនអាចចេញមកល្អនោះទេទី3គឺយើងផ្លាស់ប្ដូរផែនការតាមស្ថានភាពមួយដោយពេលដែលយើងធ្វើការឥឡូវឧទាហរណ៍ពេលព្រឹកឡើងយើងចាប់ដើមធ្វើការមួយដែលប្រើធម៌ពលយើងនឹងច្រើនអញ្ចឹងបន្ទាប់មកគឺយើងត្រូវតែបដូរឲ្យយើងនឹងធ្វើការងារមួយបែបងាយស្រួលវិញកុំឲ្យវាចំណាយធម៌ពលនឹងខ្លាំងជាប់គ្នាពេកហើយបន្ទាប់មកទៀតចាំយើងទៅចូលធ្វើការងារដែលយើងត្រូវគិតច្រើនឬក៏ការងារសំខាន់ណាមួយទៀតទៅអញ្ចឹងមានន័យថាយើងត្រូវចេះដាក់ការងារដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងមិនប្រជុំគឺប្រជុំជាប់គ្នាទាំងអស់ហើយអាចជ្រើសរើសថ្ងៃឬក៏អាចជ្រើសរើសម៉ោងឲ្យវាឃ្លាតចេញពីគ្នាដើម្បីឲ្យយើងបានសម្រាកទាំងខួរក្បាលរបស់យើងហើយនឹងសម្រាកទាំងអារម្មណ៍របស់យើងផងដែរហើយនេះគ្រាន់តែជាការដែលគេចង់ឲ្យយើងនឹងមានការដឹងខ្លួនណាហើយនឹងយើងចេះប្រការខ្លួនឯងបើយើងដឹងថាយើងនឹងមានការរំខានគឺយើងបិទការ alert សារផ្សេងទៀតហ្នឹងមកទៅបើសិនជាយើងដឹងថាអាហ្នឹងគឺជាការរំខានរបស់យើងអញ្ចឹងណាហើយបើសិនជាយើងដឹងខ្លួនថាពេលយើងហត់យើងសម្រាប់10នាទីឬក៏20នាទីឬក៏យើងដើរទៅមើលនេះទៅមើលនោះអីទៅយើងកុំនៅបន្តឲ្យខ្លួនយើងហ្នឹងនៅនឹងទៀតចឹងការដែលយើងដឹងបែបហ្នឹងវានឹងធ្វើឲ្យខួរក្បាលយើងហ្នឹងចេះត្រៀមខ្លួនហើយខ្លួនយើងក៏ចេះត្រៀមខ្លួនដែរហើយវាងាយនឹងធ្វើនៅពេលដែលយើងជួបស្ថានភាពណាមួយដែលយើងដូចថាបើយើងដឹងខ្លួនយើងរំខានយើងបិទបើយើងដឹងថាយើងហត់យើងងើបដើរអញ្ចឹងវាធ្វើឲ្យយើងនឹងមានអារម្មណ៍មួយថាយើងបានគ្រប់គ្រងវាបានល្អអញ្ចឹងណាតែអញ្ចឹងចំណុចនេះគេគ្រាន់តែចង់ឲ្យយើងនឹងគេបញ្ជាក់ទៀតនៅក្នុងកន្លែងទាំងនេះគេចង់ថាការងារដែលល្អបំផុតមិនមែនកើតចេញពីការធ្វើការយូរទេប៉ុន្តែវាកើតចេញពីការប្រើធម៌ពលខួរក្បាលបានត្រឹមត្រូវនៅក្នុងពេលវេលាមួយត្រឹមត្រូវហើយសំណួរចុងក្រោយដែលយើងចេះ
សួរខ្លួនឯងដើម្បីរំលឹកខ្លួនឯងហ្នឹងគឺថាចេះតើថ្ងៃនេះយើងកំពុងតែគ្រប់គ្រងពេលវេលារបស់យើងឬក៏ធម៌ពលខួរក្បាលរបស់យើងចំណុចទី4គឺយើងនឹងនិយាយអំពីការទទួលយកចរន្តមួយដែលធ្វើឲ្យយើងមានការផ្ដោតអារម្មណ៍អញ្ចឹងយើងត្រូវតែទទួលស្គាល់ហើយសម័យនេះគឺសម័យ digital អញ្ចឹងវាប្រកាសថាជាពោពេញទៅដោយការរំខានតែការរំខានហ្នឹងវាចេញពីសារទេវាចេញពីសារវាចេញពីរឿងនៅក្នុង social media វាចេញពី email ចេញពីអីចឹងទៅហើយពេលខ្លះដូចថាយើងរៀងមានអារម្មណ៍មួយយើងរៀងខឹងណាយើងចាប់ផ្ដើមព្យាយាមប្រឆាំងយើងចាប់ផ្ដើមព្យាយាមថាធ្វើម៉េចបានខ្ញុំត្រូវបិទអាការរំខានទាំងអស់ហ្នឹងប៉ុន្តែយើងអត់ចាំបាច់ធ្វើអញ្ចឹងទេព្រោះអីសម័យនេះគឺសម័យ digital ហើយបើយើងទៅប្រឆាំងនឹងវាអានឹងវាមិនមែនជាជំរើសមួយដែលល្អទេប៉ុន្តែបើសិនជាយើងយល់ពីវាហើយយើងទទួលយកហើយមួយទៀតយើងចេះដឹងខ្លួនយើងដែររំខានហ្នឹងដោយសារអីយើងត្រូវចេះការពារខ្លួនយើងទៅអាហ្នឹងវាល្អវិញឯងអញ្ចឹងកន្លែងនេះគេគ្រាន់តែឲ្យជាឧទាហរណ៍មួយរបស់ដាលីដែលគាត់គឺជាអ្នកជំនាញមួយក្នុងការធ្វើ website ណាអញ្ចឹងគាត់បាននិយាយថាអញ្ចឹងគាត់វិញគឺអាចធ្វើការបានផ្ដោតអារម្មណ៍បានល្អគឺតែពេលពីពេលព្រឹកដល់ពាក់កណ្ដាលថ្ងៃត្រង់ឯងអាហ្នឹងគឺជាពេលវេលាមួយដែលធម៌ពលខួរក្បាលគាត់ហ្នឹងឡើងហ្មងប៉ុន្តែបន្ទាប់ពីហ្នឹងទៅទៀតគឺធម៌ពលខួរក្បាលរបស់គាត់ចាប់ផ្ដើមធ្លាក់ចុះហើយដោយពេលហ្នឹងគាត់ចាប់ផ្ដើមគិតទៅនេះបន្តិចគិតនោះបន្តិចអញ្ចឹងទៅបានជាគាត់និយាយមកថាគាត់អត់មានចម្លែកខ្លួនឯងព្រោះគាត់ដឹងខ្លួនឯងហ្មងថាធម៌ពលខួរក្បាលរបស់គាត់គឺបានតមកព្រឹកទេពីពេលព្រឹកដល់ពេលថ្ងៃត្រង់អញ្ចឹងទៅអញ្ចឹងគាត់ជ្រើសរើសការងារណាដែលសំខាន់គឺគាត់យកទៅគិតនៅក្នុងម៉ោងហ្នឹងហើយដល់ពេលអាម៉ោងក្រោយទៀតឧទាហរណ៍ពេលបន្ទាប់ពីបាយថ្ងៃរួចដែលគាត់អត់មានធម៌ពលហ្នឹងដែលគាត់ចេះមានកំណត់គាត់គិតទៅនេះគិតទៅនោះបន្តិចហ្នឹងអាហ្នឹងមានន័យថាគាត់ចាប់ផ្ដើមទៅជ្រើសរើសយករឿងដែលធម្មតាសាមញ្ញឬក៏ការទៅជែកលេងមើលបុគ្គលិកឬក៏ស្អីហ្នឹងយកមកធ្វើវិញតែអាការងារសំខាន់របស់គាត់ហ្នឹងគាត់ធ្វើពេលផឹកហើយអញ្ចឹងណាហើយគាត់អត់មានទៅមួម៉ៅគាត់អត់មានទៅស្ដីបន្ទោសឲ្យខ្លួនឯងថាហេតុអីក៏ខ្លួនឯងនឹងធ្វើការងារបានតិចម៉ោងផ្ដោតបានតិចម៉ោងម៉េចអីគឺគាត់អត់ទេគាត់ទទួលយកហើយគាត់ដឹងខ្លួនឯងទៀតអញ្ចឹងមកព្រឹកផគាត់ហ្នឹងគឺមកព្រឹកមួយដែលមានន័យបំផុតអញ្ចឹងកន្លែងត្រង់នេះសរុបមកវិញអ្វីដែលគេចង់ឲ្យយើងដឹងគឺទី1ទទួលស្គាល់ថាការរំខានការបាត់បង់នៅការផ្ដោតរបស់យើងហ្នឹងវាគឺជារឿងធម្មតាទី2យើងអនុញ្ញាតឲ្យខួរក្បាលរបស់យើងហ្នឹងមានការសម្រាកនៅពេលដែលយើងដឹងថាខួរក្បាលរបស់យើងហ្នឹងវាហត់ហើយឬក៏វាខ្វះការផ្ដោតហើយឬក៏វាគិតលេងចេញហើយអញ្ចឹងឲ្យវាសម្រាកសិនទៅហើយអត់ចាំបាច់ទៅវាតម្លៃខ្លួនឯងថាហេតុអីក៏ខ្លួនឯងនឹងធ្វើការងារមិនបានល្អអីអត់ចាំបាច់ទេទី3គឺបន្ទាប់ពីសម្រាករួចហ្នឹងយើងអាចនាំចិត្តខ្លួនឯងហ្នឹងត្រឡប់មកវិញដោយធម៌ពលមួយហើយយើងទៅធ្វើការងារឲ្យវាមានប្រសិទ្ធភាពទៅអាហ្នឹងគឺបានហើយចំណុចទី5គឺគេចង់និយាយអំពីការសហការរវាងចិត្តហើយនិងរាងកាយរបស់យើងអញ្ចឹងមនុស្សជាច្រើនដោយយល់ថាសប្តាហ៍ថ្ងៃនេះពេលដែលយើងនិយាយអំពីការធ្វើការងារល្អគឺយើងនិយាយថាការផ្ដោតអារម្មណ៍បានល្អឬការសម្រេចបាននូវលទ្ធផលធំគឺតែងតែគិតថាវាត្រូវការតកាមានគំនិតមួយដែលខ្លាំងឯងប៉ុន្តែវាមានមួយទៀតក៏សំខាន់ដូចគ្នាដែរដែលយើងតែងតែមើលរំលងនោះគឺទំនាក់ទំនងរវាងចិត្តយើងហើយនិងរាងកាយរបស់យើងត្រូវចាំថាចិត្តมันអាចដំណើរការបានល្អឯបើសិនជារាងកាយរបស់យើងកំពុងតានតឹងធុញថប់ឬអស់ធម៌ពលព្រោះរាងកាយល្អវាក៏ជួយឲ្យចិត្តរបស់យើងមានភាពមួយដែលគេហៅថាច្បាស់លាស់មានទំនុកចិត្តលើខ្លួនឯងនឹងធ្វើការបានល្អជាងមុនអានេះគេឧទាហរណ៍ទៀតហើយនៅក្នុង podcast មួយនេះភាគច្រើនគេឧទាហរណ៍ឲ្យយើងច្រើនដោយសារគេចង់ឲ្យយើងនឹងយល់នៅក្នុងហ្នឹងណាអញ្ចឹងឧទាហរណ៍នៅក្នុងនេះគឺថាអញ្ចឹងJennifer គាត់គឺជាមនុស្សស្រីម្នាក់ដែលមានតួនាទីធំនៅក្នុងក្រុមហ៊ុនហើយថ្ងៃមួយហ្នឹងគឺគាត់ត្រូវចូលនៅក្នុងប្រជុំដ៏សំខាន់មួយជាមួយនឹងក្រុមហ៊ុនដៃគូខាងជប៉ុនរបស់គាត់ណាប៉ុន្តែមុនពេលដែលគាត់ចូលប្រជុំហ្នឹងគឺគាត់មានអារម្មណ៍មួយភ័យតានតឹងហើយពេលនោះគាត់ចាប់ដើមអន្ទះអន្ទែងខ្លួនឯងប៉ុន្តែដោយសារតែគាត់មានការដឹងខ្លួនហើយគាត់ដឹងថាគាត់នឹងត្រូវគ្រប់គ្រងអារម្មណ៍ហ្នឹងដោយបែបម៉េច
chẳng là bên nó còn ngợp lớn hay còn đào từ đào màu nó chung vinh từ màuประมาณ chung chẳng tới có vừa ở rộng hoặc quạt nó mới ở rộng thu ra lần vinh hay chẳng cả lại trong nick cái trong vậy thành trẻ hay ấy bàn kia vậy thá viên miên ca xã hạ ca cái này rồi viên chất hay nâng riêng cài được bao giờ chẳng đôi bông ôn mơ khơi những từ hò mảnh đá nè bên đây tha nó bây để quạt phơi có mẹ rộng phơi có mẹ rộng tàn tấn vol cất ở trên bậc phím cứ quạt chập đam ngợp trầu chẳng ngợp trầu này để kia trong vậy tha rộng tàn tấn phơi vậy nè năng cứ chia phơi chật phơi dưỡng tại đó là pe môi tiết càng ngợp trầu đào mà chung từ màu cỏ đai cỏ trơn ấy nè năng cứ chỉ riêng cài phơi dưỡng chẳng pi nắng nó pe đại vì ai sẽ hạ ca cái bàn lõ cứ viên phơi ỏi ở rộng phơi dưỡng nó hiện thu sẵnพวกcái trang vậy thanh chạy cà phê để dưỡng đào nó cứ vì chui ở dưới nó bàn bẩn chành nộp hiệp tàn tăng nộp nông sạch đùm phơi dưỡng phơi ở chiêm phơi dưỡng nó rột bàn lõ hay phơi ở cuộc bà phơi dưỡng nó từ tua bàn oxygen nó phơi ở rộng phơi dưỡng nó bị ngập chẳng ngay bàn kế trang phép than để quạt ngợp đào tịnh hái quạt chập đào lọ làng vĩnh để quạt miền tùng nục chất miền ở rộng với sụp bùa làng vĩnh nhá nè vì ăn kho ấy là pe đèn nẹt là quạt làng từ chảy chia xa thiện là ấy mùiไปคลาเตอร์กดกัดใดกดกัดไอ้กดเงียมาเงียไอ้จังเตอร์แต่ถ้าเพิ่มมันก็ได้เอาอารมณ์พอกดบานถูสานจังไม่แน่ก็จวบเลยจัดพอกดตัวนังเรียงกายนังนี่พอกดจังเตอร์จังนี่คือจังประหารทานไปเด็กคุกบายังจวบเกียงนางมวยยังเท่าแต่โยกายบิการเรียงกายพอยังนั่งเติบเชียบาบิได้สำนวนมวยคือส่วนไทยเจอังหัดไอ้บ้านเจียการเพื่อจอนะเรียงกายคืออาจช่วยไอ้คุกบายังนั่งvì đầm nào cả bàn lọ chẳng cả lại ní cái con anh dạy biệt đại tết phụ ấy nóไปđể dựng đào rồi dựng hạt pran vì thôi chiêm phơi dương nắng rốt từ căn khu của bà phơi dương nắng bàn lọ trường mồn hay oxygen nó trong khu của bà phơi dương còn lọ nâng phơi ở stress phơi dương nắng vì thôi cho để sao ta ở ròng lọ phơi dương càng lớn hơi có chui ở ca sầm lại chất phơi dương nắng cùng ai nhẹ nhảy chẳng đo chấm nội mới ní kia có trong ở dương đừng bôi tiệt hà há có pa po tự đọc lời chất dương này chẳng ở vậy để dương nhằm trâu tới vì mình pa po rồi có vì mình thua ở dương nó ai tầm một cái có bàn tay vì có mình pa po tại đó cún ở hiệpในการกึดរបស់យើងដែរអញ្ចឹងបងប្អូនធ្លាប់មានអារម្មណ៍ថានៅពេលដែលយើងញ៉ាំឆ្អែតពេកវាធ្វើឲ្យយើងហ្នឹងងុយគេងហើយការកឹតរបស់យើងហ្នឹងរៀងយឺតស្ពឹកដោយសារយើងដូចអត់មានអារម្មណ៍មួយស្រឡះហើយបើសិនជាយើងញ៉ាំផ្អែមពេកវាធ្វើឲ្យយើងនឹងមានកម្លាំងតែមួយផ្លេតហ្នឹងឯងប៉ុន្តែបន្ទាប់មកទៀតវាធ្លាក់ថាមពលទៀតហើយពេលដែលយើងញ៉ាំខ្លាញ់ច្រើនវាធ្វើឲ្យខ្លួនយើងដូចជាស្អ៊ីស្អ៊ូសដូចជាតឹងខ្លួនតឹងដៃតឹងជើងអង្គុយក៏មិនស្រួលដើរក៏មិនស្រួលអញ្ចឹងណាអញ្ចឹងអាហ្នឹងគេចង់បញ្ជាក់ថាអាហារហ្នឹងវាមិនមែនគ្រាន់តែបំពេញពោះយើងឲ្យយើងឆ្អែតទៅមុខទេប៉ុន្តែវាក៏មានផលប៉ះពាល់ទៅដល់ខួរក្បាលនិងការគិតរបស់យើងដែរអញ្ចឹងពេលដែលយើងញ៉ាំអីក៏យើងត្រូវប្រយ័ត្នដូច្នេះកន្លែងត្រង់នេះគេថាបើសិនជាយើងមានអារម្មណ៍ដឹងខ្លួនថាយើងតានតឹងគិតអត់ចេញអារម្មណ៍យើងធ្លាក់ចុះឬក៏ចេះតែមានអារម្មណ៍ភ័យមុនពេលដែលយើងទៅធ្វើការងារសំខាន់ណាមួយសូមកុំបខំខ្លួនឯងអង្គុយគិតបន្តទៀតប៉ុន្តែយើងត្រូវតែឲ្យខ្លួនឯងនឹងងើបដើរបន្តិចទៅហាត់ប្រាណឬលាតសន្ធឹងដៃជើងដកដង្ហើមធំឬក៏ញ៉ាំទឹកធ្វើនេះធ្វើនោះតិចតួចសិនទៅចាំយើងត្រឡប់មកវិញព្រោះអីអាសញ្ញាខាងលើហ្នឹងគឺវាបញ្ជាក់ថាខួរក្បាលរបស់យើងឬក៏ថាមពលនៃការបដោតរបស់យើងហ្នឹងវាចាប់ផ្ដើមធ្លាក់ចុះហើយអញ្ចឹងយើងត្រូវដឹងខ្លួនយើងខាងក្រោមនេះគឺគេនឹងនិយាយបញ្ជាក់តទៅអំពីយុទ្ធសាស្ត្រដែលយើងអាចយកទៅប្រើប្រាស់បានណាទី1គឺពេលដែលយើងគិតមិនចេញកុំនៅអង្គុយស្ងៀមយើងក្រោកឈរទៅដើរឬក៏យើងពុតខ្លួនពី5ទៅ10នាទីអីសិនទៅព្រោះឲ្យការបំលាស់ទីតិចតួចហ្នឹងក៏អាចបំបែកភាពអាចជាប់គាំងនៅក្នុងខួរក្បាលយើងបានដែរអញ្ចឹងទី2គឺយើងជ្រើសរើសអាហារណាដែលផ្ដល់ថាមពលឲ្យយើងនឹងបានយូរដោយកុំញ៉ាំឆ្អែតពេកមុននឹងធ្វើការងារសំខាន់ណាព្រោះឲ្យយើងត្រូវរើសអាកន្លែងណាស្រាមិនថាមហូបណាដែលមានអារម្មណ៍ថាអត់ឆ្អែតពេកដើម្បីឲ្យយើងនឹងងាយស្រួលដែរទី3មុននឹងយើងចាប់ផ្ដើមធ្វើការងារសំខាន់ណាមួយហ្នឹងយើងត្រូវតែធ្វើឲ្យរាងកាយរបស់យើងនឹងភ្ញាក់ជាមុនសិនមានន័យថាបើយើងដឹងថាយើងចិត្តដល់ពេលដែលយើងទៅប្រជុំហើយអញ្ចឹងរឿងហ្នឹងគឺជារឿងសំខាន់ហើយអញ្ចឹងមានន័យថាយើងកុំអង្គុយនៅតុកមួយកន្លែងគឺយើងអាចដើរទៅដើរមកសិនទៅព្រោះអីតិចទៀតយើងនឹងត្រូវឲ្យខ្លួនយើងនឹងទៅអង្គុយប្រជុំហើយ
ចឹងចំណុចខ្លីខ្លឹមនៅក្នុងនេះគឺរាងកាយល្អវានឹងជួយឲ្យខួរក្បាលយើងល្អហើយខួរក្បាលយើងល្អវានឹងធ្វើឲ្យយើងនឹងមានគំនិតមួយដែលចេញមកល្អហើយលទ្ធផលក៏ល្អដែរចំណុចទី6នេះគេចង់និយាយអំពីការធ្វើឲ្យកន្លែងការងាររបស់យើងហ្នឹងណាល្អដើម្បីវាជំរុញឲ្យយើងនឹងមានផលិតភាពខ្ពស់ដែរអញ្ចឹងពេលខ្លះយើងគិតថានៅក្នុងការងារគឺយើងផ្ដោតទៅលើ KPI លទ្ធផល deadline ដែលយើងដាក់ឲ្យគាត់ឬក៏លាក់នឹងឡាក់អីផ្សេងៗទៀតទៅក៏ប៉ុន្តែមួយទៀតរឿងដែលយើងមើលរំលងហ្នឹងគឺកន្លែងដែលយើងអង្គុយធ្វើការកន្លែងដែលយើងអង្គុយធ្វើការក៏វាមានឥទ្ធិពលយ៉ាងខ្លាំងទៅលើរបៀបដែលខួរក្បាលរបស់យើងនឹងដំណើរការដែរហើយការដែលយើងនិយាយពីកន្លែងធ្វើការយើងមិនមែនសំដៅទៅលើតតុកកៅអីនោះទេណាគឺយើងនិយាយតទៅអំពីបរិយាកាសនៅជុំវិញខ្លួនយើងនឹងមកបើសិនជាបរិយាកាសនៅជុំវិញខ្លួនយើងហ្នឹងណាវាអញញ៉ៃអញ្ចឹងវាធ្វើឲ្យការគិតរបស់យើងអញញ៉ៃបើសិនជាវាល្អដែលវាមានសណ្ដាប់ធ្នាប់ល្អវាមានការផ្ដោតអញ្ចឹងវាធ្វើឲ្យលទ្ធផលរបស់យើងនឹងចេញមកក៏ល្អប្រសើរអញ្ចឹងទៅហើយកន្លែងនេះគេលើកឧទាហរណ៍ឲ្យយើងមួយទៀតទេគេនិយាយតាក់ទងអំពី CFO មួយនៅក្នុងក្រុមហ៊ុនstart up មួយណាគាត់មានភារកិច្ចច្រើនណាដែលមានដូចជាការគ្រប់គ្រងហិរញ្ញវត្ថុពិនិត្យ system នៅក្នុងក្រុមហ៊ុនជ្រើសរើសបុគ្គលិកនិងការងារសម្រាប់ចិត្តសំខាន់ៗផ្សេងទៀតចឹងណាប៉ុន្តែបើសិនជាយើងនិយាយថាគាត់ជាមនុស្សប្រកែអត់តែពិតគាត់គឺជាមនុស្សដែលប្រកែក៏ប៉ុន្តែសួរថាតើលទ្ធផលការងាររបស់គាត់ចេញមកល្អអត់វាទៅជាលទ្ធផលការងាររបស់គាត់ចេញមកអត់ល្អអញ្ចឹងបញ្ហាដែលគេបានចូលទៅស៊ីជម្រៅនៅក្នុងហ្នឹងណាគឺដោយសារតែកន្លែងធ្វើការរបស់គាត់ហ្នឹងណាគឺវាអត់មានសណ្ដាប់ធ្នាប់មានតែភាពរញ៉េរញ៉ៃមានន័យថាឯកសារដាក់គោលើគ្នាគ្មានរបៀបរៀបរយសំឡេងមនុស្សឡូឡាពេញនឹងហើយរបស់របរក៏អត់បានដាក់តាមកន្លែងត្រឹមត្រូវដែរថាគ្រាន់តែយើងចាប់ដើមអង្គុយពុកភ្លាមណាគឺយើងមើលឃើញសិតតែជាការងារដែលយើងត្រូវរៀបចំសិតតែជាការងារដែលយើងនឹងត្រូវតែធ្វើមកអញ្ចឹងយើងមើលទៅដូចជាស្កេតស្កាស់ទៅដល់ការងារប៉ុន្តែសួរថាតើការងារហ្នឹងគឺជាការងារសំខាន់ដែលគាត់ត្រូវផ្ដោតមែនអត់មែនទេការងារដែលគាត់ត្រូវផ្ដោតមិនមែនការងារកប៉ិចកប៉ុកហ្នឹងទេប៉ុន្តែនៅពេលដែលគាត់អាចបានរៀបកន្លែងហ្នឹងបានស្រួលបួលវាទៅជាឲ្យគាត់នឹងទៅរវល់រៀបនៅអាការងារដែលវាតិចតួចនោះវិញអញ្ចឹងកន្លែងត្រង់នេះគេចង់បញ្ជាក់ឲ្យយើងដឹងថាចេះមិនមែនការងារច្រើនដែលធ្វើឲ្យយើងនឹងហត់ទេក៏ប៉ុន្តែក៏ព្រោះតែបរិយាកាសអញញ៉ៃដែលយើងអត់បានរៀបចំហ្នឹងវាធ្វើឲ្យយើងនឹងវល់វាអត់ខុសអីពីថានៅពេលដែលយើងអត់បានរៀបចំតាក់ទងពី deadline ឲ្យបានត្រឹមត្រូវសាប់តការងារទាំងអស់វាត្រូវភ្ញុកតាក់មកកន្លែងណាអញ្ចឹងវាមិនធ្វើឲ្យយើងនឹងមានអារម្មណ៍ថាយើងហត់ហើយវាអត់ខុសអីនឹងថានៅពេលដែលយើងអត់បានរៀបចំផែនការប្រចាំថ្ងៃរបស់យើងនឹងបានល្អអញ្ចឹងជួនដល់ពេលខ្លះគ្រាន់តែអារឿងបតន់នឹងចូលមកក្នុងជីវិតរបស់យើងឬក៏ចូលមកពេញមួយថ្ងៃរបស់យើងឲ្យយើងត្រូវដោះស្រាយហ្នឹងឡើងច្រើនមែនទែនហើយសួរថាតើយើងមានថាមពលណាទៅដោះស្រាយបើរឿងហ្នឹងវាច្រើនពេកអញ្ចឹងណាហើយពេលខ្លះវាទៅជាដោះតែរឿងអត់សូវមានសំខាន់ទៀតវាដោះតែរឿងដែលអត់ប្រយោជន៍ប៉ុន្តែដោយសារយើងអត់ចេះរៀបចំវាទៅជាអារឿងហ្នឹងវាមកពេញយេចឹងកន្លែងត្រង់នេះគេខំបញ្ជាក់ទៀតថាដូច្នេះនៅក្នុងអត្ថបទនេះគេចង់និយាយថាមិនមែនគ្រាន់តែរឿងសម្អាតតុកសម្អាតកៅអីទេប៉ុន្តែគេក៏ចង់ឲ្យយើងគិតទៅដល់ថាការកែប្រែទូចរបស់យើងហ្នឹងក៏ធ្វើឲ្យយើងនឹងមានអារម្មណ៍មួយផ្ដោតដែរហើយវាអត់ខុសអីទេនឹងពេលដែលយើងចូលទៅដល់តុកការងាររបស់យើងស្អាតមានរបៀបអីត្រឹមត្រូវទៅក៏យើងមើលឃើញថាយើងដូចជាអត់មានអីត្រូវញ៉ៃជាមួយនឹងរបស់ឧបករណ៍ទាំងអស់ហ្នឹងគឺយើងមកតាំងចិត្តបដោតធ្វើការងារតែសំខាន់របស់យើងឯងសរុបមកវិញដល់ចុងបញ្ចប់នៃ podcast មួយនេះគឺគេចង់និយាយថាមនុស្សរវល់មិនប្រកាសថាមានប្រសិទ្ធភាពទេហើយប្រសិទ្ធភាពប៉ត់មិនមែនធ្វើច្រើនទេប៉ុន្តែគឺធ្វើអ្វីដែលសំខាន់ដែលជួយឲ្យយើងនឹងទៅដល់គោលដៅមួយចំណុចទៀតគេឲ្យយើងនឹងយល់ពីថាមពលខួរក្បាលរបស់យើងព្រោះមនុស្សយើងមិនមែនអាចផ្ដោតបានដូចម៉ាស៊ីនដែលអាចធ្វើការ10ម៉ោងជាប់គ្នាអញ្ចឹងយើងមានពេលដែលយើងផ្ដោតបានចំណុចមួយទៀតគឺនៅពេលដែលខួរក្បាលយើងជាប់គាំងកុំបខំ
ព្រោះពេលខ្លះខួរក្បាលរបស់យើងក៏ត្រូវការសម្រាកដែរអញ្ចឹងឲ្យវាសម្រាកទៅចំណុចមួយនេះក៏គេចង់ឲ្យយើងដឹងថាពីរបបអាហារនិងរាងកាយរបស់យើងហ្នឹងគឺវាមានផលប៉ះពាល់ទៅដល់ផលិតភាពនៃការងាររបស់យើងដែរហើយបរិយាកាសការងារក៏ជារឿងសំខាន់មួយសម្រាប់យើងបន្ទាប់មកចុងក្រោយគឺគេចង់ឲ្យយើងដឹងថាកុំវាស់វែងភាពជោគជ័យតាមភាពរវល់ព្រោះភាពជោគជ័យមួយដែលពិតប្រាកដមិនមែនជាចំនួនការងារដែលបានធ្វើមិនមែនជាម៉ោងដែលបានចំណាយក៏ប៉ុន្តែជាអ្វីដែលមានអត្ថន័យដែលយើងបានបង្កើតហើយបង្កើតដើម្បីឲ្យយើងនឹងទៅដល់គោលដៅរបស់យើងបានយ៉ាងឆាប់រហ័សចឹងចំណុចខាងក្រោមនេះគឺជាអីដែលយើងអាចអនុវត្តបានជារៀងរាល់ថ្ងៃណាមានន័យថា1ព្រឹកឡើងយើងងើបឡើងភ្លាមយើងសរសេរ3ការងារសំខាន់បំផុតសម្រាប់ថ្ងៃហ្នឹងដែលធ្វើឲ្យយើងទៅដល់គោលដៅរបស់យើងអញ្ចឹងរើសតែ3មកដើម្បីធ្វើបានហើយទី2នៅពេលចាប់អារម្មណ៍នៅពេលដែលខួរក្បាលរបស់យើងចាប់ផ្ដើមស្ទះឬក៏គាំងគឺយើងគុំនៅអង្គុយទៀតគឺយើងដើរចេញ5នាទីឬក៏សម្រាកបន្តិចទៅដើម្បីឲ្យវាវិលត្រឡប់មកវិញទី3រៀបចំតុការងាររបស់យើងឬក៏កន្លែងណាក៏ដោយឲ្យទៅនៅកន្លែងដែលយើងនៅរៀបចំឲ្យស្អាតបាតមានសណ្ដាប់ធ្នាប់អញ្ចឹងវាក៏កាត់បន្ថយនៅភាពអញ្ញាញ៉ៃនៅក្នុងភ្នែករបស់យើងនៅក្នុងចិត្តរបស់យើងដែរទី4ក៏ត្រូវពិនិត្យមើលទៅលើអាហារដែលយើងញ៉ាំជាប្រចាំថ្ងៃអញ្ចឹង podcast របស់យើងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេ